ថ្ងៃនេះខ្ញុំមកធ្វើម្ហូបជប៉ុនម្ដងមានត្រីស៊ូស៊ីនេះហើយដាក់ប្រឡាក់អំបិលប្រឡាក់ជាមួយនឹងម្រេចខ្មៅបន្តិចទៅបើយើងអត់ដាក់ក៏បានដែរព្រោះយកវាទៅដាក់គ្រឿងថែមតាមក្រោយទៀតទេបន្ទាប់មកយកវាទៅ air fry ចំនួន9នាទី400អង្សា Fahrenheit នឹងពេលហ្នឹងខ្ញុំក៏ងាកមកបេះអាសាច់ក្តាមនេះឲ្យវាម៉ត់ល្អិតតូចឆ្មាអញ្ចឹងទៅហើយពេលត្រីនឹងឆ្អិនក៏យកវាមកដាក់ឲ្យល្អិតតូចម៉ត់ជាមួយគ្នាហ្នឹងដាក់វាចូលច្បាច់ចូលគ្នាឲ្យសព្វអញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងមកទៀតក៏ដាក់គ្រឿងហ្នឹងមាន mayonnaise នេះមួយស្លាបព្រាកន្លះហើយនឹងទឹកម្ទេស1ស្លាបព្រាកន្លះទឹកស៊ីអ៊ីវ1ស្លាបព្រាកន្លះដែរហើយយើងច្បាច់កូរវានេះឲ្យចូលសព្វគ្នាមួយគ្នានឹងមកបន្ទាប់មកលាយគ្រឿងសម្រាប់ច្របាច់បាយមានឲ្យទឹកខ្មេះមានស្ករហើយនឹងអំបិលបន្តិចសម្រាប់ដាក់ចូលច្របាច់ជាមួយនឹងបាយស៊ូស៊ីរបស់យើងអញ្ចឹងច្របាច់វាឲ្យចូលគ្រឿងមកហើយបន្ទាប់មកទៀតយកវានេះទៅដាក់ចូលនៅក្នុងចានសម្រាប់ដុតអញ្ចឹងដាក់វារៀបឲ្យវាស្មើមួយបាយហ្នឹងហើយយើងយកត្រីដែលយើងមានលាយគ្រឿងហើយមិញហ្នឹងយកវាមកដាក់ពីលើនឹងបន្ទាប់មកយកវាទៅដុតក្នុងរយៈពេល20នាទី350អង្សានេះឆ្អិនហើយបន្ទាប់ពីហ្នឹងមកយើងអាចញ៉ាំបានហើយខាងលើដែលខ្ញុំដាក់ហ្នឹងមានខ្ទឹមមានប៊ឺមានអីហ្នឹងហើយដាក់ទឹកម្ទេសទឹកម៉ាយ៉ូណេសពីលើទៀតហ្នឹងដើម្បីវាល្អមើលបើយើងអត់មានក៏មិនបាច់ដាក់ទៀតដែរអញ្ចឹងរួចរាល់ហើយអាហារដ៏ឆ្ងាញ់មកពេលទៀត